បញ្យល់ពាក្យខ្មែរបន្តទៀតគឺពាក្យអីគេពាក្យចំណោទគេសេចេះចដល់ស្អំចំណោតណដល់ស្អបន្តសតយើងណោតវាជាថ្នាក់ពាក្យនាមអញ្ចឹងថ្នាក់ពាក្យនាមអានេះចំណោទដែរយើងគិតមើលចំណោទយើងច្រឡំពាក្យខ្មែរយើងលោកតាសម្ដេចលោកតាជួនណាតគាត់បានធ្វើទុកឲ្យកូនខ្មែរយើងរៀនទៅសេពាក្យកុំឲ្យច្រឡំអានេះចំណោទដែរសេអក្សរតូចដល់ចំតេងនេះចំតេងគេសេចេះថ្នាក់ពាក្យជាកិរិយាដល់ពេលយើងនេះមួយទៀតចំទៀងពាក្យថាចំទៀងនេះចំទៀងសេចេះមកតើសេទៀងមកទៀងចំទៀងមួយចំតេងមួយចំទៀងណាពាក្យវាជាកិរិយាដូចគ្នាគិតទេនេះចំទៀងកិរិយាដូចគ្នាជំនាមានរោជំនាពាក្យជំនាមានរោណូស្អៀធំជំនាមានរោតែថ្នាក់ពាក្យជានាមនេះបញ្យល់ន័យវាចាំបើន័យជំនាហើយចំណាពាក្យថាចំណាមួយទៀតចំណាក៏មានរោដែរនេះចំណាពាក្យថាចំណាគឺថ្នាក់ពាក្យជានាមដែរដល់យើងបញ្យល់នៃពាក្យនៃពាក្យខ្មែរថាចំណោទនេះមិនមែនសំដៅទៅលើចំណោទលំហាត់ទេគឺចំណោទសំដៅទៅលើការចោតដីច្រាំងចោតអីជាសៀនហ្នឹងឯងចំណោទចោតច្រាំងភ្នំចោតអីស្ទឹងចោតទន្លេចោតដីចោតអីនេះគេសៀនហ្នឹងដល់ពេលចំណោទសេអក្សរតូគឺជាចំណោទនាមថ្នាក់ពាក្យជានាមដែរតែចំណោទនេះគឺការចោតសួរចម្លើយប្រស្នាគ្នាទៅវិញទៅមកអញ្ចឹងណារវាងគ្រូនិងសិស្សអីចឹងសិស្សតែងតែមានចម្ងល់ជាចំណោទឆ្ងល់សួរទៅគ្រូហើយគ្រូក៏គាត់មានចម្ងល់សួរមកសិស្សវិញដែរនេះចំណោទនេះប្រើនេះដល់ចំតេងនេះមិនមែនចំតេងធម្មតាចំតេងនេះគឺអានេះដូចថាគោជាសត្វគោដល់កន្ថេកចន្ទេងជើងអីទៅមុខអញ្ចឹងកន្ទេងចំតេងដល់ចន្ទេងជើងទៅមុខគេហៅថាចំតេងរត់ចំតេងរត់ចំទៀងអីទេដល់ពេលចំទៀងនេះដោយមនុស្សមួយដែលមានចំនួនគ្នាចង់មានរឿងចង់បង្កហេតុអីឈោចន្ទៀងកណ្ដាលផ្លូវគេថាឈោចន្ទៀងណាបើជាកូនស្រីវិញគេហៅថាអត់សន្តាប់ធ្នាប់អត់សិលធម៌អីឈោចន្ទៀងកណ្ដាលផ្លូវអីចឹងហ្នឹងនេះគឺថ្នាក់ពាក្យវាជាកិរិយាទេចន្ទៀងនេះដល់នៃមួយទៀតជំនាពាក្យថាជំនានេះគឺជំនាស្នេះជំនាដូចជាការជីអីមួយជំនានេះជំនាដូចគេបញ្ជូបើអ្នកធ្វើកសិករធ្វើស្រែបញ្ជូដោយអង្គលអីគាត់ដឹងហើយពាក្យថាជំនាគាភ្លឺគាអីនេះជំនាហ្នឹងឯងនេះគេប្រើជំនាដល់ពេលចំណាពាក្យថាចំណានេះគឺការចាសរសេរអក្សរចាចម្រឹងចាអីអានេះចាអក្សរនៅលើស្លឹករឹតឬលើផ្ទាំងថ្មសម័យពីដើមសម័យនគរភ្នំអីចឹងណាហ្នឹងគឺប៉ុណ្ណឹងអូខេបាយជម្រាបលានេះគឺរៀនបញ្យល់ពាក្យខ្មែរតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួនណាតនេះដែលលោកបានសរសេរឬក៏លោកបានចងក្រងទុកតាំងពីបុរាណមកហើយសរសេរតាមពាក្យនេះមិនខុសទេបើសរសេរតាមអានអីណា